បណ្ឌិតកៅថាញ់អមដំណើរឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនក្នុងពិធីសំណេះសំណាលជាមួយសហគមន៍ខ្មែរនិងនិស្សិតនៅប្រទេសនូវែលសេឡង់នារសៀលថ្ងៃទី13ខែមីនាឆ្នាំ2026បណ្ឌិតកៅថាញ់ប្រធានក្រុមការងារតំបន់5រួមជាមួយសហការីបានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយសហគមន៍ខ្មែរនិងនិស្សិតអាហារូបករណ៍ដែលកំពុងសិក្សានៅប្រទេសនូវែលសេឡង់សរុបប្រមាណ200នាក់ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិក្នុងឱកាសដ៏វិសេសវិសាលនោះឯកឧត្តមប្រាក់សុខុនបានពំនាំនៅការសួរសុខទុក្ខពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនិងបានជម្រាបជូនអង្គពិធីអំពីបច្ចុប្បន្នភាពនៃស្ថានភាពនយោបាយនិងសេដ្ឋកិច្ចរបស់កម្ពុជាក៏ដូចជាបញ្ហាប្រឈមនានាក្នុងបរិបទសកលលោកជាកិច្ចសំខាន់លោកឧបនាយករដ្ឋមន្ត្រីក៏បានលើកឡើងអំពីសភាពការតាមបណ្ដោយព្រំដែនដោយបានសង្កត់ធ្ងន់លើជំហរម៉ឺងម៉ាត់របស់កម្ពុជាក្នុងការការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិចំពោះការរំលោភបំពាននានាដែលប៉ះពាល់ដល់ខឿនការពារជាតិទន្ទឹមនឹងនេះឯកឧត្តមបានគូបញ្ជាក់ពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍរក្សាសន្តិភាពនិងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសពិធីសំណេះសំណាលនេះបានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាលនិងមោទនភាពជាតិដោយបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋខ្មែរដែលរស់នៅឯបរទេស។